ទេបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការណែនាំបងប្អូនទាំងអស់គ្នាពីការរៀបចំប្រភេទធុងចម្រោះថ្មីនេះជាសកម្មភាពអ្នកជំនាញរៀបចំដំឡើងធុងចម្រោះថ្មីការដំឡើងយ៉ាងយកចិត្តទុកដាក់បំផុតការរៀបចំឡើងទៅតាមចំណេះជំនាញពិតប្រាកដប្រភេទអាំងនេះជាប្រភេទអាំងទឹក overflow ដែលអាំងទឹកនេះគឺមានបញ្ហាទៅលើទឹកឡើងស្លែដូច្នេះហើយក្រុមហ៊ុនលោកតូនក៏បានណែនាំជាធុងចម្រោះមួយប្រភេទនេះសម្រាប់ធុងចម្រោះមួយប្រភេទនេះគឺជាប្រភេទធុងចម្រោះដែលប្រើប្រាស់ខ្សាច់ហើយមួយវិញទៀតធុងចម្រោះនេះគឺមិនមែនប្រើប្រាស់បានត្រឹមតែអាំងទឹកនោះទេគឺវាអាចប្រើប្រាស់បានទាំងអាំងស្ប៉ាផងដែរសម្រាប់បងប្អូនមានតម្រូវការជាប្រភេទសម្ភារៈអាំងហែកទឹករបស់បងប្អូនអាចទាក់ទងមកកាន់ក្រុមហ៊ុនលោកតូនយើងបានទៅតាម Facebook Page និង Telegram ខាងក្រោមចឹងបងប្អូនដែលមានតម្រូវការជាប្រភេទសម្ភារៈសម្រាប់អាំងហែកទឹកបងប្អូនអាចទំនាក់ទំនងមកខាងក្រុមហ៊ុនយើងបានតាមរយៈ Facebook Page និង Telegram ខាងក្រោម